សញ្ញាបត្របញ្ញត្តិស្ដីអំពីល្បឿននៅក្នុងការបើកបរនៅលើដងផ្លូវស្លាកសញ្ញាទាំងនេះត្រូវបានរចនាឡើងដើម្បីបង្ហាញអំពីល្បឿនដែលសមស្របក្នុងការបើកបរលើផ្លូវជាក់លាក់ណាមួយស្លាកសញ្ញានេះត្រូវបានបែងចែកជាពីរដោយមួយបង្ហាញអំពីល្បឿនតែមួយនិងមួយទៀតបង្ហាញអំពីល្បឿនពីរល្បឿនអតិបរមានិងល្បឿនអបបរមាដែលត្រូវបានអនុញ្ញាតនៅលើដងផ្លូវផ្លាកសញ្ញាដែនកំណត់ល្បឿនផ្លាកសញ្ញានេះបង្ហាញអំពីល្បឿនអតិបរមានៅលើដងផ្លូវសម្រាប់យានយន្តស្តង់ដារល្បឿនអតិបរមានេះបង្ហាញពីល្បឿនអតិបរមាដែលសុវត្ថិភាពបំផុតនៅក្នុងអំឡុងពេលស្ថានភាពបើកបរដ៏ល្អផ្លាកសញ្ញាល្បឿនអបបរមាផ្លាកសញ្ញានេះជាធម្មតាត្រូវបានគេមើលឃើញនៅលើដងផ្លូវ highway និងផ្លូវល្បឿនលឿនសញ្ញានេះបង្ហាញអំពីល្បឿនអបបរមាដែលអាចអនុញ្ញាតបាននៅក្នុងអំឡុងពេលបើកបរផ្លាកសញ្ញាកំណត់ល្បឿនសម្រាប់យានយន្តដឹកទំនិញផ្លាកសញ្ញានេះបង្ហាញអំពីល្បឿនអតិបរមាសម្រាប់រថយន្តដឹកទំនិញនិងរថយន្តធំៗផ្លាកសញ្ញាល្បឿនរួមបញ្ចូលគ្នាផ្លាកសញ្ញានេះបង្ហាញទាំងល្បឿនអតិបរមានិងល្បឿនអបបរមាសម្រាប់យានយន្តទាំងអស់នៅលើដងផ្លូវផ្លាកសញ្ញានេះភាគច្រើនត្រូវបានប្រើនៅលើផ្លូវ highway និងផ្លូវអន្តររដ្ឋដើម្បីជៀសវាងការប៉ះទង្គិចគ្នា